សួស្តីបងខ្ញុំចង់ធ្វើវីដេអូបង្ហាញអំពីសំណួរបងមួយដែលគាត់ដាក់ចូលក្នុងក្រុមvideo click Cambodia ហ្នឹងអញ្ចឹងសំណួរគាត់សួរថាសូមសួរក្រៅប្រធានបទបន្តិចបងប្អូនហើយធ្លាប់ប្រើ Yamaha Aerox នេះទេហើយខ្ញុំឃើញនៅ Indonesia គេចាញ់ស៊េរីថ្មីគាត់ថាចង់ទិញ model នេះនៅក្រុមហ៊ុន Yamaha ពេលដែលគេនាំចូលតើបងប្អូនធ្លាប់ប្រើ model Aerox នេះយ៉ាងណាដែរលើគុណសម្បត្តិនិងគុណវិបត្តិអញ្ចឹងខ្ញុំសូមឆ្លើយសំណួរបងហើយដើម្បីចែករំលែកអញ្ចឹងដោយសារម៉ូតូហ្នឹងវាមានមុខងារច្រើនបច្ចេកទេសថ្មីអញ្ចឹងខ្ញុំហើយជាលើកមកនិយាយកាត់ទេព្រោះថានិយាយយូរពេកវាវែងវាមានច្រើនមុខងារច្រើនណាស់តាំងពីរំពងកង់តាំងពីបច្ចេកទេសប្រើប្រេងទម្ងន់អីផ្សេងៗខ្ញុំលើកមកនិយាយកាត់ហើយខ្ញុំនឹងបន្ថែមគុណសម្បត្តិបន្តិចអញ្ចឹងយើងរងយោងទៅតាមរូបភាពនេះវាជាម៉ូតូ Yamaha Aerox Alpha Turbo 2025នៅឈ្មោះរបស់វាហើយម៉ូតូនេះគឺជាម៉ូតូចំនួនថ្មី2025ប្រភេទ Automatic បច្ចេកវិទ្យា YET CVT ដែលពាក្យពេញគេហៅថា Yamaha Engine Control Variable Timing Automatic ដែលប្រភេទប្រើប៊ិចសាំងហើយកម្លាំងស៊ីឡាំងរបស់វាគឺ155 cc ហើយវាប្រើប្រភេទទឹកស្អំប្រភេទ cooling liquid ហើយកម្លាំងអតិបរមាគេថា horsepower នៃកម្លាំងរបស់វាហ្នឹងគឺ 15.2 HP ជាមួយនឹង 1000 rpm វាមានកម្លាំងរមូល 14.2 Nm ជាមួយនឹង 6500 rpm អញ្ចឹងវាប្រើប្រព័ន្ធ start SMG Smart Motor Generator Auto Start Stop ហើយប្រព័ន្ធសុវត្ថិភាពរបស់វាប្រាំងមុខប្រាំងក្រោយគឺប្រភេទជំនាន់ថ្មី New Rear Disc ហើយវាមានរួមបញ្ចូលជាមួយ ABS Single ABS Anti-Lock Braking System ហើយពាក់ព័ន្ធជាមួយទម្ងន់របស់វាដែរគឺទម្ងន់125 គីឡូអញ្ចឹងមួយទៀតគឺចំណុះធុងសាំងរបស់វាគឺ 5.5 លីត្រវាប្រើចង្គៀងប្រភេទបច្ចេកវិទ្យាទំនើបបច្ចេកធាតុ LED អេក្រង់ប្រភេទ TST display បច្ចេកវិទ្យា Blue Call អញ្ចឹងវាមានមុខងារផ្សេងទៀតគឺ tracking control power socket driver mode turbo visor Y connection all LED emergency stop signal អញ្ចឹងពាក់ព័ន្ធជាមួយបច្ចេកវិទ្យាដែលគេតម្លាក់មកនេះតាមការប៉ាន់ប្រមាណរបស់គេទៅលើការកម្រិតស៊ីសាំងអញ្ចឹងម៉ូតូនេះកម្រិតស៊ីសាំងរបស់វា45 គីឡូម៉ែត្រត្រូវចំណាយសាំងអស់1លីត្រអញ្ចឹងក្នុង45 គីឡូម៉ែត្រគឺប្រើសាំងអស់1លីត្រសាំងអញ្ចឹងពាក់ព័ន្ធជាមួយបំពង់ហ្វុកមុខរបស់វាប្រើturbo ប្រភេទ turbo 30 mm ដូចកន្លែងគេហៅថាជំនួយខ្យល់បងប្អូនហើយសម្រាប់ឥឡូវនេះគេចង់បញ្ជាក់ថាមិនទាន់មានលក់នៅហ្វីលីពីនទេអត់ទាន់មានលក់ទេគាត់តែជា concept ដែលគេត្រូវចេញមកតែថ្មីហ្នឹងអត់ទាន់ចេញលក់ទេនេះអញនិយាយបានថាខាងឥណ្ឌូនេស៊ីគេគាត់ឲ្យយករូបភាពមកបង្ហោះបន្ថែមថាមានម៉ូតូហ្នឹងចេញចំនួនថ្មីអញ្ចឹងណាបងប្អូនតែស្ថានភាពពិតប្រាកដគឺម៉ូតូហ្នឹងនៅប្រទេសហ្វីលីពីនហើយហ្វីលីពីនក៏អត់ទាន់ចេញលក់ដែរ concept ហ្នឹងអញ្ចឹងបញ្ជាក់ឡើងវិញគឺខាងឥណ្ឌូនេស៊ីគេយកមកបង្ហោះបន្តហ្នឹងបងប្អូនអញ្ចឹងខ្ញុំបញ្ជាក់កន្លែងហ្នឹងប៉ុន្តែគាត់ថាយើងមានបច្ចេកវិទ្យារបស់វាដែលគេបង្ហាញនៅលើព័ត៌មានផ្សាយរបស់គេហ្នឹងហើយសម្រាប់ម៉ូតូនេះដែរបងប្អូនបើនិយាយពីលក់ជាផ្លូវការនៅឥណ្ឌូនេស៊ីក៏អត់ទាន់ច្បាស់ការ 100% ដែរបងនៅមិនទាន់ចេញទេហើយបើនិយាយពីការវាយតម្លៃស៊ីជម្រៅអំពីគុណវិបត្តិនិងគុណសម្បត្តិជាក់លាក់ណាមួយទោះជាយ៉ាងណាក៏ដោយបើយើងព្យាករណ៍ពីគុណសម្បត្តិនិងគុណវិបត្តិដែលកើតមាននៅលើលក្ខណៈពិសេសការបង្ហាញម៉ូតូ Aerox 155cc នេះ
គឺវាមានស្រាប់នៅឥណ្ឌូនេស៊ីបើនិយាយពីគុណសម្បត្តិការប៉ាន់ស្មានកម្លាំងវាស្ទុះខ្លាំងម៉ាស៊ីនរបស់វា 155cc ជាមួយនឹងប្រភេទ VVA ត្រូវបានគេដឹងថាកម្លាំងវាល្អប្រើប្រាស់ជាប្រចាំថ្ងៃក្នុងការធ្វើដំណើរកម្រិតឆ្ងាយជាមធ្យមហើយ model វាជាប្រភេទ turbo អាចមានកម្លាំងខ្លាំងជាងមុនបច្ចេកវិទ្យាYET CVT full inject ABS track control ដែលខ្ញុំរៀបរាប់ខាងលើហ្នឹងគឺជាបច្ចេកវិទ្យាទំនើបងាយស្រួលសុវត្ថិភាពនឹងដល់អ្នកប្រើប្រាស់ហើយរូបរាងរបស់វាគេហៅថា Aerox ហ្នឹងគឺវាមានរចនាបែបស្ពណ៌ទំនើបពេញនិយមក្នុងចំណោមយុវវ័យហើយភាពងាយស្រួលបើកបរម៉ូតូនេះគឺវាគ្រប់គ្រងដោយពិសេសគេហៅថាបើកបរទៅវាមានលំនឹងនិងស្រួលចឹងបងប្អូនក្នុងការបើកបរផ្លូវចិត្តផ្លូវឆ្ងាយហើយមួយទៀតមុខនេះមួយទៀតគឺ power socket ដែលសម្រាប់យើងអាចសាកគ្រឿងអេឡិចត្រូនិកទូរស័ព្ទដៃផ្សេងៗបងប្អូនហើយវាមានមុខងារ ABS ប្រាំងឌីសមកក្រោយចាប់ប្រាំងទៅមានដំណឹងល្អហើយម៉ូតូនេះបច្ចេកវិទ្យាទំនើបគុណភាពខ្ពស់អញ្ចឹងតម្លៃក៏វាខ្ពស់តាមហ្នឹងបងប្អូនតម្លៃអញ្ចឹងថាប្រយោជន៍ហើយនឹងគុណសម្បត្តិឯនៅហ្នឹងបងប្អូនវាដូចជាអត់មានអីច្រើនទេអញ្ចឹងអាស្រ័យទៅលើបងដែលគាត់ទិញហើយគាត់ប្រើប្រាស់ផ្ទាល់គាត់អាចយល់ពីអាហ្នឹងបានច្រើនអញ្ចឹងនេះគឺព័ត៌មានលម្អិតដែលខ្ញុំដកស្រង់មកអញ្ចឹងបើបងប្អូនចង់ដឹងពីម៉ូតូហ្នឹងច្បាស់យើងអាចទិញវាជិះទិញវាប្រើតែហ្មងទៅដើម្បីយើងប្រើយ៉ាងណាប៉ុន្តែបើនិយាយពីតាមការរៀបរាប់ពីក្រុមហ៊ុនគឺដែលបានបញ្ជាក់មកគឺម៉ូតូហ្នឹងល្អច្រើនគឺបច្ចេកវិទ្យាវាទំនើបហើយមានប្រព័ន្ធទប់លំនឹងធ្វើឲ្យម៉ូតូនឹងពេលដែលយើងជិះផ្លូវឆ្ងាយផ្លូវចិត្តអីលឿនហើយ ABS អញ្ចឹងរៀបរាប់ដូចខ្ញុំរៀបរាប់ខាងដើមអញ្ចឹងដូចជាអត់មានអីច្រើនទេបងប្អូនមានតែប៉ុណ្្នឹងហើយសម្រាប់គុណវិបត្តិហើយនិងគុណសម្បត្តិរបស់វាក្រុមហ៊ុនគេបានដាក់មកថាអាស្រ័យលើការប្រើប្រាស់ជាក់ស្ដែងហ្នឹងហើយអញ្ចឹងអត់មានអីច្រើនទេសូមអរគុណច្រើន